ទុះចេញបំភ្លឺពេញវិមាននៅពេលពន្លឺស្រទនចុះអ្វីដែលលេចចេញមកគឺជាទេពបុត្ររូបស្អាតមានពន្លឺដោយព្រះអាទិត្យពេលព្រឹកប៉ុន្តែគាត់មានតែពាក់កណ្ដាលទ្រូងខាងលើតែប៉ុណ្ណោះខណៈរាងកាយខាងក្រោមមិនទាន់លូតលាស់ពេញកម្លាំងដោយសារត្រូវបានបំបែកសុទ្ធមុនពេលកំណត់នាងវិនីតាអបកូនដោយទឹកភ្នែកហៅកូនដោយសំឡេងបែកបាក់ប៉ុន្តែទេពបុត្រនោះមើលម្ដាយដោយភ្នែកពោពេញទៅដោយការឈឺចាប់និងកំហឹងហើយនិយាយថាហេតុអ្វីបានជាម្ដាយប្រញាប់ប្រញាល់បែបនេះម្ដាយបានបំផ្លាញខ្ញុំហើយដោយសំឡេងដ៏ខ្លាំងនិងអំណាចដ៏គួរឲ្យខ្លាចគាត់បានប្រកាសបណ្ដាសាថាដោយសារកំហឹងរបស់ម្ដាយមេដានឹងត្រូវធ្លាក់ទៅជាទាសករត្រូវបម្រើអ្នកដទៃ500ឆ្នាំទាល់តែប្អូនប្រុសរបស់ខ្ញុំអវតារពិតនៃភ្លើងកើតចេញពីសុទ្ធទី2និងមកដោះលែងម្ដាយពេលពាក្យបណ្ដាសាត្រូវបាននិយាយចប់រាងកាយទេពបុត្របានលេចចេញទៅលើមេឃคล้ายទៅជាពន្លឺពណ៌ទឹកក្រូចក្រហមនៃព្រះអរុណនិងហោះទៅបម្រើជាអ្នកជិះរទេះរបស់ព្រះអាទិត្យចាប់ពីថ្ងៃនោះទៅនាងវិនីតាដួលទៅលើដីនាងមិនត្រឹមតែបាត់បង់កូនទី1ទេប៉ុន្តែថែមទាំងត្រូវបានជោងដោយបណ្ដាសាដ៏សាហាវនាងងាកទៅមើលសុទ្ធទី2ដែលនៅតែស្ងៀមស្ងាត់នៅពេលនោះសុទ្ធទី2คล้ายទៅជាសេចក្តីសង្ឃឹមចុងក្រោយរបស់នាងពេលវេលាបានកន្លងផុតទៅក្រោយបណ្ដាសាដ៏សាហាវនាង